សួស្តីអ្នកនរស្វាគមន៍មកកាន់មេរៀនតួអក្សរ G បាទអញ្ចឹងយើងមកមើលការសរសេរតួអក្សរ G ទាំងអក្សរធំទាំងអក្សរតូចទាំងអស់គ្នាអញ្ចឹងតួអក្សរធំគឺចាប់ផ្ដើមពីចំណុចដូចអក្សរ C ធំអញ្ចឹងណាអ្នកនរអាចមើលតាមគំនូរនឹងបានគឺគូពីលើឆ្វែលដោយអក្សរ C ធំមកហើយឡើងទៅលើបន្ទាប់ទៀតឈប់បន្តិចហើយយើងគូបន្តិចដេកឬក៏អ្នកនរមិនបាច់ឈប់ទេតែណាគូឡើងទៅលើមកទាញមកខាងនេះមកឬក៏ឈប់តែក៏បានឬក៏ទាញមកវិញបន្តិចមកក៏បានដែរបាទចឹងតួអក្សរ G ធំទៅសេបែបហ្នឹងហើយចឹងតួអក្សរ G តូចវិញគឺទៅសេដូចលេខ9បាទលេខ9បារាំងណាបាទលេខ9ឡាតាំងចឹងយើងចាប់ទាញមកបាទទាញចេះមកហើយឡើងមកក្រោមចុះមកក្រោមចេះមកបាទចឹងអាហ្នឹងគឺតួអក្សរ G តូចបាទចំណែកឯតួអក្សរនឹងវិញគឺអានថាតួអក្សរ G បាទហើយសំឡេងតួអក្សរ G គឺសំឡេង voice គឺសំឡេង g បាទកដាក់ស្រអឹសហ្មងមានស្រអឹសទៀត g បាទអូខេអញ្ចឹងឧទាហរណ៍ដូចជាពាក្យ go g o go បាទប្រែទៅមួយទៀតគឺពាក្យ girl g girlបាទក្មេងស្រីមួយទៀតគឺពាក្យ game g aim game បាទប្រែថាល្បែងឬក៏ការលេងបាទមួយទៀតគឺguitar បាទ guitar បាទ g i t r tar guitar បាទប្រែថា guitar ចឹងពាក្យ4មិញគឺមានដូចជាពាក្យ go g o go girl g earl girl game g aim game មួយទៀតguitar g e t r tar guitar អញ្ចឹងមេរៀនតួអក្សរ G យើងបានចប់ហើយអញ្ចឹងសរុបឡើងវិញតួអក្សរ G សំឡេង g បាទអញ្ចឹងជួបគ្នានៅមេរៀនវីដេអូបន្ទាប់គឺមេរៀនតួអក្សរ A